សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Simpech ក៏ដូចជា Page កថាកុននិទានភាពយន្តដែលថ្ងៃនេះ Admin នឹងលើកយកខ្សែភាពយន្តបែប Betamoon Jinjang Master មកធ្វើការសម្រាយលម្អិតសម្រាប់មិត្តភ័ក្តិទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តថ្មីដែលទើបតែទស្សនា Channel របស់ Admin កុំភ្លេចជួយ click Subscribe ហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាន Notification នៃវីដេអូថ្មីៗដែល Admin នឹង upload នៅពេលបន្ទាប់អស់ចំណេការជាយូរណាស់មកហើយរវាងមនុស្សនិងបិសាចតែងតែរស់នៅជាមួយគ្នាដោយភាពសុខសាន្តប៉ុន្តែដោយសារតែបិសាចពូក្បាល9ដែលមានឈ្មោះថាសៀងលាវបានតាំងខ្លួនជាអធិរាជបិសាចហើយធ្វើឲ្យអន្តរាយដល់ពិភពលោកដូច្នេះទើបបានជាក្រុមមនុស្សដែលមានអំណាចនៃធម្មពលយីងយ៉ាងក្រោកឡើងដើម្បីប្រឆាំងជាមួយនឹងបិសាចនោះដោយបង្កើតនៅអាវុធដ៏មានអានុភាពនោះគឺដាវទៀបធូសានដែលមានឫទ្ធិនុភាពអាចសម្លាប់បិសាចសៀងលាវបានចាប់តាំងពីពេលនោះមករវាងមនុស្សហើយនិងបិសាចក៏ត្រូវបានបែងចែកអាណាចក្រជាពីរផ្សេងគ្នាបើសិនជាបិសាចរំលងព្រំដែនរបស់មនុស្សពួកគេប្រកាសជាត្រូវបានឃុំខ្លួនចូលទៅក្នុងលអាងវិញ្ញាណសៀលលីងឆាំបឺជាក់ជាមិនខាននៅក្នុងទីក្រុងពីងជីងក្នុងវិហារមួយដែលពោពេញទៅដោយអ្នកហាត់រៀនមន្តអាគមយីងយ៉ាងយ៉ាងខ្លាំងពូកែជាច្រើនតែបែរជាទទួលរងនៅឧបទ្ទវហេតុដែលធ្វើឲ្យមនុស្សនៅទីនោះស្លាប់អស់ជាច្រើនអ្នកស៊ីធានដែលជាសិស្សច្បងហើយតែងតែបង្ហាត់បង្រៀនសិស្សដែលនៅទីនោះក៏បានទម្លាក់កំហុសទាំងអស់ទៅឲ្យឈីងមីងដោយសារតែគេកំពុងតែស្ថិតនៅកន្លែងកើតហេតុនោះតែម្នាក់ឯងឈីងមីងក៏បានបកស្រាយប្រាប់ទៅកាន់គាត់ថាបិសាចនោះបានចេញពី Ceiling Chamber ដែលជាកន្លែងឃុំបិសាចមកសម្លាប់មនុស្សគ្រប់គ្នាដែលនៅទីនេះរួមទាំងសិស្សច្បងរបស់គេម្នាក់ទៀតដែលមានឈ្មោះថាស៊ីមូក្នុងគោលបំណងចង់លួចយក Scale Stone ដែលជាត្បូងបិសាចតែទោះជាយ៉ាងណាស៊ីធានមិនជឿនៅពាក្យសម្ដីរបស់ឈីងមីងនោះទេព្រោះតែគាត់បានដឹងថាបិសាចដែលគេកំពុងតែនិយាយនោះគឺជាឈីងមីងខ្លួនឯងនេះផ្ទាល់ដោយសារតែគេគ្មានជំរឿនិងមិនចង់ប្រកែកតវ៉ាច្រើនឈីងមីងក៏បានប្រើវេទមន្តដើម្បីរត់គេចចេញពីទីនោះក្រោយពីនោះសិស្សស្រីម្នាក់ទៀតក៏បានចូលមកទីនោះផងដែរដែលនាងមានឈ្មោះថាបៃនីបន្ទាប់មកសិស្សច្បងរបស់នាងក៏បានប្រាប់ថាឈីងមីងបានសម្លាប់ស៊ីមូហើយមានបំណងចង់លួចយក Scale Stone បៃនីហាក់បីដូចជាមិនជឿនៅរឿងរ៉ាវទាំងអស់នេះឡើយម្យ៉ាងទៀតនាងក៏បានឃើញខ្សែដៃមួយដែលបានជ្រុះនៅនឹងដីដែលបានធ្លាក់ចេញពីខ្លួនរបស់ឈីងមីងរយៈពេល7ឆ្នាំក្រោយមកក៏មានឆ្មាំការពារទីក្រុងម្នាក់ដែលមានឈ្មោះថាប៊ូយ៉ាកំពុងតែធ្វើដំណើរដើម្បីបញ្ជូនសួយសារអាករចេញពីទីក្រុងនៅតាមផ្លូវដែលចាក់ចេញពីទីក្រុងក៏មានផ្លាកបំរាមដោយប្រាប់ឲ្យប្រយ័ត្នប្រយែងជាមួយនឹងពពួកបិសាចនៅតាមផ្លូវដោយសារតែបែបនេះទើបទីហ៊ានទាំងអស់មិនចង់ចាក់ចេញពីទីក្រុងមួយនោះឡើយប៉ុន្តែនៅពេលដែលធ្វើដំណើរទៅដល់ពាក់កណ្ដាលផ្លូវក៏ស្រាប់តែលេចចេញស្រមោលបិសាចនៅខាងមុខពួកគេពិតមែនដែលធ្វើឲ្យពួកទីហ៊ានទាំងអស់នោះក៏ស្រាប់តែរត់ចែកជើងគ្នាទៅរកកន្លែងសុវត្ថិភាពរៀងៗខ្លួនប៉ុន្តែប៊ូយ៉ានៅតែសម្រុកទៅមុខបន្តដោយមិនរេរានោះឡើយប៊ូយ៉ាជាមួយនឹងបិសាចមួយនោះក៏ចាប់ផ្ដើមធ្វើការប្រយុទ្ធតទល់គ្នាដោយប៊ូយ៉ាក៏បានកាត់ក្បាលរបស់បិសាចមួយនោះដាច់ជាពីរផងដែរប៉ុន្តែបិសាចមួយនោះមិនបានបាត់បង់ជីវិតនោះឡើយប៊ូយ៉ាក៏បានរបូតដាវរបស់ខ្លួនទៅត្រូវនឹងកូនចៅរបស់គេដែលធ្វើឲ្យកូនចៅរបស់ប៊ូយ៉ារងរបូតថែមទៀតផងអស់រយៈពេលមួយសន្ទុះទើបគេបានដឹងថាតាមការពិតទៅនោះគឺគ្រាន់តែជាបិសាចកណ្ដុរ3ក្បាលដែលបានបន្លំខ្លួនតែប៉ុណ្ណោះក្រោយពីនោះឈីងមីងក៏បានបង្ហាញខ្លួននៅចំពោះមុខប៊ូយ៉ាក្នុងការខាត់ខាំងមិនឲ្យពួកគេវាយប្រហារគ្នាបន្តទៅទៀតតែប៊ូយ៉ាក៏មានបំណងចង់ចាប់ឈីងមីងក៏ព្រោះតែគេបានដឹងថាឈីងមីងគឺជាបពុករបស់បិសាចកណ្ដុរទាំងអស់នោះឈីងមីងក៏បានយកយ័ន្តរបស់គេមកគំរាមប៊ូយ៉ាប្រសិនបើប៊ូយ៉ានៅតែចង់ចាប់ខ្លួនគេទៀតគ្រាន់តែប៊ូយ៉ាបានឃើញយ័ន្តនោះភ្លាមគេក៏បានដឹងថាឈីងមីងគឺជាមនុស្សរបស់វិហារបូរូតែប៊ូយ៉ានៅតែរឹងទទឹងហើយឈីងមីងក៏បានប្រើយ័ន្តមួយនោះដើម្បីឲ្យប៊ូយ៉ាដួលទៅនឹងដីបន្ទាប់មកទៀតឈីងមីងក៏បានប្រាប់ឲ្យអ្នកការពាររបស់គេជាច្រើនមកជញ្ជូនអីវ៉ាន់ទាំងនោះយកទៅរក្សាទុកនៅក្នុងយប់នោះផងដែរវិហារបូរូក៏ស្រាប់តែមានបិសាចកំពុងតែលបចូលទៅផ្នែកខាងក្នុងដែលគោលបំណងរបស់ពួកគេគឺចង់លួចយក Scale Stone នោះឯងបិសាចទាំងនោះក៏បានសណ្ដំមនុស្សម្នាក់ដែលនៅទីនោះឲ្យធ្វើតាមបញ្ជារបស់គេផងដែរក្នុងកំឡុងពេលដែលស៊ីធានជាមួយនឹងសិស្សដទៃទៀតកំពុងតែសូត្រអាគមថែរក្សា Scale Stone ស៊ីធានក៏បានដឹងថាមានរឿងមិនស្រួលបានកើតឡើងនៅផ្នែកខាងក្រៅគាត់ក៏បានប្រញាប់ចាក់ចេញពីទីកន្លែងថែរក្សា Scale Stone នោះដើម្បីទៅពិនិត្យមើលទិដ្ឋភាពនៅផ្នែកខាងក្រៅគ្នាបិសាចទាំងនោះកំពុងតែរងចាំឱកាសល្អដើម្បីចូលទៅផ្នែកខាងក្នុងតាមពិតទៅបិសាចទាំងនោះបានប្រើមន្តសណ្ដំទៅកាន់មនុស្សនៃវិហារទាំងនោះដើម្បីឲ្យគេធ្វើការអុកឡុកនិងបញ្ឆោតស៊ីធានចាក់ចេញពីទីនេះដើម្បីឲ្យពួកគេមានឱកាសឆ្លៀតចូលទៅផ្នែកខាងក្នុងនៃទីកន្លែងរក្សា Scale Stone បន្ទាប់ពីបៃនីអាចជួយមនុស្សម្នាក់ដែលត្រូវបានបិសាចសណ្ដំនោះបានហើយនាងក៏ប្រាប់ឲ្យស៊ីធានប្រញាប់
ត្រឡប់ទៅកន្លែងរក្សា Scale Stone វិញក៏ព្រោះតែវាអាចនឹងមានរឿងមិនប្រក្រតីត្រូវបានកើតឡើងក្រោយពេលដែលបៃនីទៅដល់កន្លែងរក្សា Scale Stone នោះនាងក៏បានឃើញបិសាចកំពុងតែរំលាយប្រាសាទមាសដើម្បីយក Scale Stone បៃនីក៏បានសូត្រអាគមដើម្បីឲ្យប្រាសាទនោះគុំគ្នាសារជាថ្មីម្ដងទៀតប៉ុន្តែ Scale Stone ក៏ត្រូវបានគ្នារបស់បិសាចម្នាក់នោះលួចយកវាហើយហោះចាក់ចេញពីទីនោះបាត់ទៅហើយបៃនីក៏នៅតែដេញតាមបិសាចមួយនោះបន្តដោយបានឆក់យកធ្នូបាញ់បិសាចឲ្យធ្លាក់ចូលទៅខាងក្នុងព្រៃរួចក៏ឲ្យមនុស្សគ្រប់គ្នាដេញតាមចាប់បិសាចនោះឲ្យបាននិយាយពីបិសាចនោះវិញនៅពេលដែលគេបានធ្លាក់ចុះទៅផ្នែកខាងក្រោម Scale Stone ក៏បានធ្លាក់ចេញពីដៃរបស់គេផងដែរតែក៏ត្រូវបានបិសាចកណ្ដុរទាំង3ក្បាលដែលនៅជិតនោះក៏បានលួចយកវាបន្តស្របពេលនោះមនុស្សរបស់វិហារបូរូក៏បានមកដល់ទីនោះផងដែរទើបបិសាចមួយនោះគ្មានជំរឿហើយក៏ហោះចាក់ចេញទៅដោយមិនបានយក Scale Stone ទៅជាមួយនោះឡើយសំណាងល្អដែលមនុស្សម្នាក់ក៏បានឃើញ Scale Stone កំពុងតែស្ថិតនៅក្នុងដៃរបស់សត្វកណ្ដុរ3ក្បាលនោះគាត់ក៏បានធ្វើការវាយប្រហារទៅកាន់ពួកគេភ្លាមប៉ុន្តែកណ្ដុរមួយក្បាលក៏បានលេបត្បូងមួយនោះចូលទៅក្នុងពោះហើយគ្នារបស់វាក៏បានយកដំបងទៅវាយបុរសម្នាក់នោះរហូតដល់សន្លប់នៅទីកន្លែងរបស់បិសាចតាមពិតទៅបិសាចទាំងពីរក្បាលនោះត្រូវបានបញ្ជាឲ្យទៅលួច Scale Stone គឺជាបញ្ជារបស់បិសាចតកកតែដោយសារតែការងារមិនបានសម្រេចបិសាចតកកមួយនោះក៏បានសម្លេះបិសាចដែលគេបានបញ្ជានោះចោលទៅចំណែកឯបិសាចកណ្ដុរទាំង3ក្បាលឯនេះវិញក៏កំពុងតែលបចូលទៅក្នុងផ្ទះរបស់ខ្លួនដោយមិនចង់ឲ្យនរណាម្នាក់បានដឹងពីសកម្មភាពរបស់ពួកគេឡើយស្របពេលដែលគ្រប់គ្នាកំពុងតែធ្វើការហ្វឹកហាត់វិជ្ជាគុណប៉ុន្តែពួកគេក៏មិនអាចគេចចេញពីក្រសែភ្នែករបស់ឈីងមីងបានផងដែរសត្វកណ្ដុរទាំង3ក្បាលនោះក៏បានរៀបរាប់អំពីដើមហេតុដែលបានកើតឡើងទៅឲ្យឈីងមីងបានដឹងក្នុងពេលដែលឈីងមីងកំពុងតែមើលអាការៈរបស់បិសាចនោះក៏ស្រាប់តែចំហាយបិសាចបានភាយឡើងដែលធ្វើឲ្យឈីងមីងត្រូវបានសណ្ដំដោយបិសាចពស់សៀងលាវដែលជាបិសាចពស់ក្បាល9នៅក្នុងដំណើរនិទានដែលគេនិយាយតគ្នានោះឯងគោលបំណងរបស់សៀងលាវគឺចង់ប្រាប់ឲ្យឈីងមីងជួយគេដើម្បីឲ្យត្រឡប់ទៅសាងដែនអាណាចក្របិសាចសារជាថ្មីឡើងមកវិញបន្ទាប់ពីនោះឈីងមីងក៏បានយកបិសាចកណ្ដុរទៅដាក់នៅក្នុងបន្ទប់មួយបិទជិតដោយប្រើប្រាស់យ័ន្តដើម្បីឃុំឃាំងពួកគេផងដែររួចគាត់ក៏បានចាក់ចែងទៅកាន់អាណាចក្របិសាចយ៉ាងលឿនក្នុងគោលបំណងដើម្បីបំពេញកាតព្វកិច្ចអ្វីមួយនៅក្នុងវិហារបូរូកំពុងតែមានការជំនុំគ្នាពីរឿងបិសាចដែលបានចូលមកយក Scale Stone នោះបានស៊ីធានក៏នៅតែគិតថារឿងគ្រប់យ៉ាងគឺមកពីឈីងមីងដែលជាអ្នកប្រើប្រាស់ឲ្យបិសាចទាំងនោះចូលមកយក Scale Stone នៅទីនេះបានក៏ព្រោះតែមិនមាននរណាម្នាក់ដែលអាចដឹងពីរបៀបរំលាយប្រាសាទមាសបានឡើយកាលពីប៉ុន្មានឆ្នាំមុននោះក្នុងពេលដែលពួកគេទាំងអស់គ្នានៅក្មេងសិស្សច្បងក៏បានពន្យល់ពីបិសាចសៀងលាវថាបើទោះបីជារាងកាយរបស់បិសាចមួយនោះត្រូវបានបាត់បង់ជីវិតក៏ពិតមែនប៉ុន្តែដួងព្រលឹងរបស់បិសាចមួយនោះគឺនៅតែមាននៅលើលោកយើងនេះដូច្នេះហើយសិស្សទាំងអស់គឺត្រូវតែហាត់រៀននៅមន្តអាគម Shield Protection ដែលអាចការពារប្រាសាទមាសដែលតម្រូវឲ្យពួកគេធ្វើវាជាប្រចាំថ្ងៃក៏ព្រោះតែស្ថិតនៅក្នុងប្រាសាទមាសនោះគឺមាន Scale Stone ដែលពួកគេត្រូវការពារនោះឯងស៊ីមូគឺជាសិស្សច្បងម្នាក់របស់ក្មេងៗដទៃទៀតនៅក្នុងក្រុមហើយក្នុងពេលដែលបង្រៀននៅការសូត្រអាគមមួយនោះឈីងមីងក៏ទទួលរងនៅការរំខានពីសំឡេងរបស់សៀងលាវដែលធ្វើឲ្យឈីងមីងដាស់សារជាតិបិសាចរបស់គេឡើងដោយមិនអាចគ្រប់គ្រងបានមូលហេតុដែលធ្វើឲ្យសៀងលាវអាចតាក់ទងជាមួយនឹងឈីងមីងបានក៏ព្រោះតែពួកគេគឺមានឈាមដូចគ្នាដែលអាចតាក់ទងគ្នាបាននោះឯងម្យ៉ាងទៀតឈីងមីងក៏មិនមែនជាមនុស្សពេញលេញនោះដែរគេគឺជាមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលតែសំណាងល្អនៅក្នុងពេលនោះស៊ីមូក៏អាចជួយសង្គ្រោះជីវិតរបស់ឈីងមីងដោយប្រើវិជ្ជាដើម្បីបិទវិញ្ញាណអាក្រក់នៅក្នុងខ្លួនរបស់គេបានដោយសារតែមូលហេតុនេះហើយទើបមិនមាននរណាម្នាក់ចូលចិត្តឈីងមីងនោះទេពេលដែលបៃនីកំពុងតែសែនភ្នូររបស់ស៊ីមូមុននឹងចាក់ចេញទៅស្វែងរកឈីងមីងដើម្បីឲ្យគេមកលុបលាងកំហុសដែលគេបានសាងនៅកន្លែងរបស់ឆ្មាំក្នុងរាជធានីប៊ូយ៉ាក៏កំពុងតែសុំមេបញ្ជាការរបស់ខ្លួនដើម្បីទៅរកវិហារបូរូផងដែរក្នុងការឲ្យពួកគេចេញថ្លៃសំណងនៃសួយសារអាករដែលឈីងមីងបានយកទៅតាមរយៈប្រជាពលរដ្ឋដែលស្ថិតនៅផ្នែកខាងក្រៅប៊ូយ៉ាក៏ទៅរកមនុស្សម្នាក់ដែលមានឈ្មោះថាយ៉ានលីដើម្បីចង់ដឹងពីឈីងមីងនោះឯងនៅក្នុងកន្លែងរបស់យ៉ានលីនោះប៊ូយ៉ាក៏បានទៅសួរនារីម្នាក់ដែលស្ថិតនៅខាងក្នុងនោះដើម្បីស្វែងរកឈីងមីងក្នុងការចាប់ខ្លួនយកមកទទួលទោសមិនបានប៉ុន្មានផងប៊ូយ៉ាក៏បានសម្រុកចូលទៅផ្នែកខាងក្នុងដោយចង់ដឹងថាមនុស្សស្រីម្នាក់នោះគឺជានរណាតែចុងក្រោយគេក៏ត្រូវបានចាប់ចងនៅក្នុងបន្ទប់មួយនោះផងដែរគោលបំណងរបស់នារីម្នាក់ដែលបានចាប់ចងពួកគេទាំងពីរនោះគឺនាងចង់បានផែនទីដើម្បីធ្វើដំណើរទៅកាន់អាណាចក្របិសាចពីយ៉ានលីដោយនាងក៏បានប្រាប់ថាការចូលទៅកាន់អាណាចក្របិសាចវាមិនមែនជារឿងដ៏ងាយស្រួលនោះទេមូលហេតុដែលឈីងមីងអាចចូលទៅកាន់ទីនោះបានក៏ព្រោះតែគេគឺជាមនុស្សពាក់កណ្ដាលនិងបិសាចពាក់កណ្ដាលហើយគេក៏មានយ័ន្តដែលមកពី
វិហារបូរូទៀតផងក្នុងពេលនោះនាងក៏បានដឹងថាប៊ូយ៉ាក៏មានយន្តមួយនោះផងដែរនាងក៏បានប្រាប់ឈ្មោះពិតរបស់ខ្លួនទៅកាន់ប៊ូយ៉ាថានាងមានឈ្មោះថា Singler និងសុខចិត្តជួយប៊ូយ៉ាដើម្បីទៅកាន់អាណាចក្របេសាចក្នុងការជួបជាមួយនឹងឈីងមីងមិនយូរប៉ុន្មានពួកគេក៏បានទៅដល់ច្រកទ្វារដើម្បីចូលទៅកាន់អាណាចក្របេសាច Singler ក៏បានប្រាប់ឲ្យប៊ូយ៉ាប្រគល់យន្តមកឲ្យនាងដើម្បីសូត្រអាគមក្នុងការបើកទ្វារឆ្លងកាត់ទៅកាន់ទីនោះបានតែបន្តិចយន្តមួយនោះក៏ត្រូវបានរហែកជាពីរហើយឆេះខ្ទេចខ្ទីអស់ដែលធ្វើឲ្យប៊ូយ៉ាខឹងសម្បាជាមួយនាងយ៉ាងខ្លាំងប៉ុន្តែទ្វារក៏បានរបើកពិតមែនស្ពានមួយក៏បានឲ្យពួកគេឆ្លងចូលទៅផ្នែកខាងក្នុងដើម្បីមិនឲ្យពួកបិសាចទាំងនោះដឹងក្លិនរបស់មនុស្ស Singler ក៏បានយកទឹក poison មកដាក់លើខ្លួនរបស់នាងនិងព្រោះទៅកាន់ប៊ូយ៉ាហើយព្រមទាំងប្រាប់ថាប្រាសាទក្រហមមួយនោះហើយជាកន្លែងដែលឈីងមីងតែងតែមកពីគ្រោះជាមួយនឹងបិសាចម្នាក់ទៀតដែលនៅក្នុងនោះមិនយូរប៉ុន្មានពួកគេក៏បានឃើញឈីងមីងកំពុងតែដើរតម្រង់ទៅប្រាសាទខាងមុខនោះមែន Singler ក៏បានរត់ទៅនិយាយជាមួយនឹងឈីងមីងដោយបានប្រាប់ថាប៊ូយ៉ាធ្វើដំណើរមកទីនេះគឺចង់ចាប់ខ្លួនឈីងមីងដូច្នេះហើយគាត់ត្រូវតែប្រយ័ត្នខ្លួនប៉ុន្តែឈីងមីងមិនខ្វល់ពីពាក្យសម្ដីទាំងអស់នោះឡើយគាត់ក៏បានដើរចូលទៅផ្នែកខាងក្នុងបន្តដោយបានសរសេរយន្តមួយសន្លឹកដាក់ទៅលើបាតដៃរបស់ប៊ូយ៉ាផងដែរក៏ព្រោះតែការធ្វើបែបនេះគឺមានន័យថាប៊ូយ៉ាគឺជាមនុស្សរបស់ឈីងមីងដោយការឃើញបែបនេះ Singler ក៏បានសុំឲ្យឈីងមីងធ្វើបែបនេះទៅកាន់នាងផងដែរហើយដោយសារតែពួកគេរញ៉េរញ៉ៃខ្លាំងពេកឈីងមីងក៏បានឲ្យដៃរបស់ប៊ូយ៉ាទាញ Singler ចេញពីគាត់ទៀតផងគោលបំណងរបស់ឈីងមីងមកកាន់ទីនេះគឺដើម្បីជួបជាមួយនឹងបិសាចកម្មាប់មួយដែលមានមុខដូចជាសត្វត្រីដើម្បីមកយកដាវធូសាន់ដោយគាត់បានយកវត្ថុមានតម្លៃរបស់បិសាចមួយនោះបំផ្លិចបំផ្លាញនៅក្នុងទីនោះផងដែរដើម្បីធ្វើជាការគំរាមក្នុងការទាមទារយកដាវធូសាន់ពីបិសាចមួយនោះឈីងមីងក៏នៅតែបន្តគំរាមដោយបានសន្យាថានឹងដោះដូរដាវមួយនោះជាមួយនឹងមនុស្សពីរនាក់ដែលបានមកជាមួយគាត់ប៉ុន្តែក្នុងពេលដែលពួកគេទាំងពីរនាក់កំពុងតែមើលការប្រយុទ្ធរបស់ឈីងមីងជាមួយនឹងបិសាចកម្មាប់ម្នាក់នោះស្ថិតនៅផ្នែកខាងលើក៏ស្រាប់តែទីហ៊ានបិសាចដែលនៅទីនោះក៏បានចាប់ពួកគេដោយទម្លាក់ប៊ូយ៉ាចុះទៅផ្នែកខាងក្រោមដើម្បីធ្វើការប្រយុទ្ធស្លាប់រស់ជាមួយនឹងបិសាចពណ៌ក្រហមមួយក្បាលដែលមានឈ្មោះថា Red Ghost ហើយឥទ្ធិពលរបស់បិសាចមួយនោះនៅពេលដែលវាទទួលរងនឹងការវាយប្រហារប៉ុណ្ណាកម្លាំងរបស់វាក៏បានកើនឡើងប៉ុណ្ណឹងដូច្នោះដែររីឯឈីងមីងដែលបានឃើញបែបនេះគាត់ក៏បានបញ្ជូនយន្តមួយសន្លឹកដើម្បីទៅជួយប៊ូយ៉ានៅខាងក្នុងកន្លែងលាក់ដាវធូសានបិសាចនោះក៏ប្រាប់ឲ្យឈីងមីងចូលទៅផ្នែកខាងក្នុងដើម្បីយកដាវមួយនោះតែម្នាក់ឯងប៉ុណ្ណោះចំណែកឯឈីងមីងគេក៏មិនបានគិតច្រើនហើយក៏បានដើរចូលទៅផ្នែកខាងក្នុងនោះដើម្បីយកដាវប៉ុន្តែក្រោយពេលដែលគេបានចូលទៅដល់ផ្នែកខាងក្នុងទ្វារក៏បានបិទហើយមនុស្សរបស់វិហារបូរូក៏បានចេញមកដើម្បីចាប់ខ្លួនឈីងមីងដោយយុទ្ធសាស្ត្ររបស់ឈីងមីងខ្លាំងពូកែគេក៏អាចចេញពីបន្ទប់មួយនោះបានចំណែកឯយន្តរបស់ឈីងមីងក៏បានធ្វើឲ្យ Red Ghost ដួលទៅនឹងដីរាល់ជំហានដែលគេបានឈានដើរផងដែរដោយសារតែ Singler បានឃើញថានៅពេលដែលបិសាចមួយនោះប៉ះទង្គិចអ្វីជាមួយនឹងច្រមុះរបស់វាបិសាចមួយនោះក៏បានរួមតូចផងដែរ Singler ក៏បានស្រែកប្រាប់ឲ្យប៊ូយ៉ាវាយទៅលើច្រមុះរបស់វាបន្ថែមរហូតដល់បានសម្រេចហើយបិសាចមួយនោះក៏បានប្រែមកជាតូចវិញផងដែរតាមរយៈច្បាប់នៃការប្រកួតមួយនេះគឺតម្រូវឲ្យអ្នកឈ្នះសម្លាប់អ្នកដែលបានបរាជ័យប៉ុន្តែនៅក្នុងពេលនោះប៊ូយ៉ាក៏បានទាញពូថៅបំរុងនឹងសម្លាប់ Red Ghost ប៉ុន្តែគេមិនបានសម្លាប់បិសាចមួយនោះឡើយប៊ូយ៉ាក៏បានឡើងទៅផ្នែកខាងលើវិញដើម្បីជួយសង្គ្រោះ Singler ក្នុងការរត់គេចចាក់ចេញពីទីនោះប៉ុន្តែ Red Ghost ក៏បានជួយយកអាសាពួកគេក្នុងការរំដោះខ្លួនចាក់ចេញពីទីនោះផងដែរតាមរយៈយុទ្ធសាស្ត្ររបស់សិស្សយីងយ៉ាងធម្មតាមិនអាចយកឈ្នះឈីងមីងបានដោយងាយៗនោះឡើយដូច្នេះហើយប៉ៃនីក៏បានចេញមកដើម្បីធ្វើការប្រយុទ្ធជាមួយនឹងឈីងមីងដែលធ្វើឲ្យឈីងមីងមិនអាចរត់ទៅមុខបាននោះឡើយក្រោយមកទៀតឈីងមីងក៏បានប្រើវិជាសណ្ដំដែលធ្វើឲ្យមានទ្វារជាច្រើននៅចំពោះមុខប៉ៃនីក្នុងពេលនោះប៉ៃនីក៏បានប្រាប់ថាបិសាចកណ្ដុររបស់ឈីងមីងបានលួចយក Scale Stone ប៉ុន្តែឈីងមីងក៏បានប្រាប់ទៅវិញថាពួកគេអាចធ្វើឲ្យមានបញ្ហាពិតមែនប៉ុន្តែបិសាចកណ្ដុរទាំងអស់នោះមិនអាចមានសមត្ថភាពលួចយក Scale Stone បាននោះឡើយតាមរយៈរលកសំឡេងទឹកប៉ៃនីក៏អាចដឹងពីទីតាំងរបស់ឈីងមីងរួចនាងក៏បានគប់ដំបងរបស់ខ្លួនទម្លុះទៅផ្នែកខាងក្នុងវានឹងធ្វើឲ្យឈីងមីងរងរបួសថែមទៀតផងពួកគេក៏បានរត់ដេញគ្នាបន្តដើម្បីយកដាវធូសានតែចុងក្រោយវាក៏បានធ្លាក់ចូលទៅក្នុងដៃរបស់ប៊ូយ៉ាក្រុមរបស់យីងយ៉ាងនៅតែបន្តវាយប្រហារទៅលើពួកគេរហូតដល់ពេលដែលអាវុធបានវាយប្រហារពីក្រោយខ្នងរបស់ឈីងមីងភ្លាមនោះប៉ៃនីក៏បានចេញមុខមកការពារដោយមិនចង់ឲ្យឈីងមីងស្លាប់បាត់បង់ជីវិតនោះឡើយដូច្នេះទើបធ្វើឲ្យនាងរងរបួសនៅក្នុងហេតុការណ៍មួយនោះឥទ្ធិពលបិសាចរបស់ឈីងមីងក៏បានកើតឡើងសារជាថ្មីម្ដងទៀតដែលធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅទីនោះត្រូវបានឃ្លាតចេញទៅឆ្ងាយហើយព្រមទាំងបានប្រើប្រាស់យុទ្ធសាស្ត្រដើម្បីចាក់ចេញពីទីនោះដោយមានប៊ូយ៉ា Singler ជាមួយនឹង Red Ghost
ធ្វើដំណើរទៅជាមួយនឹងគេផងដែរដំបូងឡើយបិសាចឯទៀតមិនបានអនុញ្ញាតឲ្យពួកគេទាំង3នាក់ចូលទៅខាងក្នុងផ្ទះរបស់ឈីមីងឡើយប៉ុន្តែបិសាចផ្កាសាគូរ៉ាក៏ជាអ្នកអនុញ្ញាតឲ្យពួកគេចូលទៅផ្នែកខាងក្នុងដោយបានប្រាប់ថាពួកគេគឺជាភ្ញៀវតែប៉ុណ្ណោះបន្ទាប់ពីបានព្យាបាលបៃនីរួចឈីមីងក៏បានមើលឃើញខ្សែដៃមួយហើយឈីមីងក៏បាននឹកឃើញដល់រឿងចាស់របស់ពួកគេទាំងពីរនាក់ដែលតាមការពិតទៅពីពេលមុននោះដោយសារតែបានឃើញឈីមីងកំពុងតែពិបាកចិត្តព្រោះតែគេមានសារជាតិជាបិសាចពាក់កណ្ដាលនិងមនុស្សពាក់កណ្ដាលបៃនីក៏បានយកខ្សែដៃរបស់នាងដែលនាងបានធ្វើដោយផ្ទាល់ដៃប្រគល់ទៅឲ្យឈីមីងដោយបានប្រាប់ថារាល់បិសាចទាំងអស់តែងតែត្រូវការម្ចាស់របស់ខ្លួនបើសិនជាបិសាចណាដែលមានម្ចាស់ហើយបិសាចនោះប្រកាសជាមិនខ្លាយទៅជាបិសាចដែលអាក្រក់នោះឡើយឈីមីងក៏បានយល់ព្រមជាមួយនឹងបៃនីដោយសន្យាថានឹងព្រមធ្វើជាបិសាចដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាងនិងនិយាយថាស្លាប់រស់ជាមួយគ្នាដោយមិនក្បត់គ្នានោះឡើយក្រោយពីនោះបៃនីក៏បានដឹងខ្លួនឡើងវិញដោយនាងនៅតែមានចិត្តខឹងចំពោះអ្វីដែលឈីមីងបានធ្វើឈីមីងក៏បានប្រាប់ការពិតទៅកាន់បៃនីថានៅក្នុងយប់មួយនោះគឺជាវេនរបស់ឈីមីងដែលត្រូវការពី Scale Stone ហើយនៅតាមផ្លូវស៊ីមូក៏បានហៅឈីមីងទៅនិយាយគ្នាដោយការបារម្ភក៏ព្រោះតែឈីមីងតែងតែទទួលរងការរំខានពីសៀងលាវរហូតមកទើបស៊ីមូប្រាប់ថាប្រសិនបើឈីមីងមិនអាចគ្រប់គ្រងវាបានបន្តទៅទៀតនោះវាប្រកាសជាធ្វើឲ្យមានបញ្ហាទៅដល់ថ្ងៃក្រោយដូច្នោះហើយស៊ីមូចង់ឲ្យឈីមីងប្រើប្រាស់ការសូត្រអាគមបញ្ច្រាស់មកវិញដើម្បីបំផ្លាញខ្លួនឯងដោយគាត់មានបំណងចង់ឲ្យឈីមីងបាត់បង់ជីវិតនោះឯងតែដោយមិនបានដឹងពីគោលបំណងពិតប្រាកដឈីមីងក៏បានសាកល្បងប្រើប្រាស់សូត្របញ្ច្រាស់ពិតមែនដែលធ្វើឲ្យគេកត់សម្គាល់ឃើញថាដួងព្រលឹងរបស់បិសាចសៀងលាវគឺស្ថិតនៅពោពេញនៅក្នុងខ្លួនរបស់គេដែលពោពេញទៅដោយកំហឹងម្យ៉ាងទៀតដោយសារតែឈីមីងដឹងប្រាកដថាមានរឿងអ្វីមួយកើតឡើងមិនស្រួលគេក៏បានប្រញាប់ទៅរកប្រាសាទមាសជាបន្ទាន់នៅពេលដែលគេបានទៅដល់ទីនោះឈីមីងក៏ត្រូវបានសណ្ដំដោយបិសាចសៀងលាវនៅពេលដែលគេបានភ្ញាក់ឡើងមកវិញគេក៏បានឃើញបិសាចតកកក៏នៅទីនោះផងដែរហើយកំពុងតែត្រៀមនឹងធ្វើការសម្លាប់ស៊ីមូរួចបិសាចតកកក៏បានប្រើប្រាស់ធមពលរបស់នាងបាញ់ទៅកាន់ឈីមីងនិងបានសម្លាប់ស៊ីមូបែរជាបំណែកទៀតផងងាកទៅរកបៃនីនាងនៅតែគិតថាមានរឿងហេតុចម្លែកក៏ព្រោះតែមិនមាននរណាម្នាក់ដែលអាចដោះលែងបិសាចតកកចេញមកផ្នែកខាងក្រៅបានក្រៅពីឈីមីងរីឯប៊ូយ៉ាដែលស្ថិតនៅផ្នែកខាងក្រៅឯនេះវិញក៏បានចូលទៅបើកទ្វារបន្ទប់តែឈីមីងបានបិទយ័ន្តបើទោះបីជាស៊ីងលើខាត់គេក៏គេមិនស្ដាប់នោះឡើយចុងក្រោយបិសាចកណ្ដុរក៏បានចេញមកផ្នែកខាងក្រៅដែលស្ថិតនៅក្នុងសភាពដែលមិនអាចគ្រប់គ្រងខ្លួនឯងបានហើយក៏ត្រូវបានឈីមីងជាអ្នកចាប់បិសាចកណ្ដុរមួយនោះឲ្យជាប់ដោយប្រាប់ឲ្យប៊ូយ៉ាយកដាវធូសានមកចាក់សម្លាប់បិសាចកណ្ដុរមួយនោះពួកគេក៏បានឃើញ Scale Stone ដែលបានធ្លាក់ចេញមកហើយពេលនោះបៃនីក៏បានស្ទុះទៅយកត្បូងមួយនោះដើម្បីហោះទៅកាន់វិហារបូរូវិញបន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅស៊ីងលើឯនេះវិញនាងក៏បាននិយាយពីរឿងរ៉ាវជីវិតរបស់នាងប្រាប់ទៅកាន់ប៊ូយ៉ាថានាងគឺជាក្មេងកំព្រាម្នាក់ដែលបានដើរសុំចំណីអាហារពីអ្នកដទៃមានពេលមួយដែលនាងបានទៅដល់ផ្ទះដ៏ធំមួយហើយមានក្លិនក្រអូបនៃផ្នែកខាងក្នុងដែលនោះគឺជាផ្ទះរបស់បនស្រីមនុស្សដែលនៅទីនោះក៏បានមើលថែនាងបានយ៉ាងល្អបំផុតរហូតទាល់តែនាងមានអាយុ7ឆ្នាំក្រុមរបស់មនុស្សវិហារបូរូក៏បានមកដល់ទីនោះដោយបានប្រាប់នាងថាមនុស្សដែលនាងកំពុងតែរស់នៅជាមួយនោះគឺសុទ្ធតែជាបិសាចទាំងអស់ប៉ុន្តែក៏មានមនុស្សម្នាក់ទៀតនោះគឺឈីងមីងនេះឯងដែលគាត់កំពុងតែពោនាងនៅក្នុងដៃស្របពេលដែលគាត់កំពុងតែកំចាត់បិសាចចាប់តាំងពីថ្ងៃនោះមកស៊ីងលើក៏បានសម្រេចចិត្តថានឹងចាត់ទុកបរិសម្នាក់នោះគឺជាគ្រូរបស់នាងរហូតមកស្របពេលនោះដែរឈីងមីងក៏បានតបថាគាត់មិនមែនជាគ្រូឬក៏អ្នកមានគុណរបស់នរណាម្នាក់ឡើយហើយព្រមទាំងបានហៅពួកគេមកអង្គុយនិយាយគ្នានិងអង្គុយផឹកជាមួយគ្នាផងដែរចំណែកឯបៃនីក៏បានទៅដល់កន្លែងស៊ីនធានពិតមែនប៉ុន្តែមួយសន្ទុះក្រោយមកក៏ស្រាប់តែមានដុំបាល់តកកមួយហោះមករកពួកគេនិងបានផ្ទុះឡើងដែលធ្វើឲ្យមនុស្សជាច្រើនដែលនៅទីនោះក៏បានកកស្លាប់ភ្លាមផងដែរបិសាចតកកក៏បានចេញមុខមកធ្វើការវាយប្រហារពួកគេដោយស៊ីធានក៏ប្រាប់ឲ្យបៃនីត្រឡប់ទៅកាន់វិហារបូរូមុនប៉ុន្តែបិសាចមួយនោះក៏បានសម្រុកមករកបៃនីតែម្ដងស៊ីធានក៏ត្រូវបានបាត់បង់ជីវិតដោយសារតែកំបិតរបស់បិសាចតកកនៅក្នុងហេតុការណ៍មួយនេះផងដែរបន្ទាប់ពីនោះក៏ដល់វេនរបស់បៃនីតែសំណាងល្អដោយសារតែឈីងមីងបានមកជួយនាងតាន់ពេលវេលាទើបបិសាចតកកមួយនោះក៏បានរត់ចេញពីទីនោះទៅក្រោយមកឈីងមីងក៏បានបន្តដេញតាមបិសាចតកកមួយនោះដើម្បីធ្វើការប្រយុទ្ធតែបើទោះបីជាយ៉ាងណាបិសាចតកកមួយនោះមិនអាចយកឈ្នះឈីងមីងជាមួយនឹងដាវធូសានបានឡើយមុនពេលដែលនាងបានបាត់បង់ជីវិតបិសាចតកកមួយនោះក៏បានប្រាប់ថាស៊ីមូនៅមិនទាន់បាត់បង់ជីវិតនោះទេស៊ីមូនោះហើយគឺជាអ្នកដែលបានដោះលែងនាងឲ្យចេញពីលអាងដើម្បីរៀបចំគម្រោងការក្នុងការលួចយក Scale Stone
នោះឯងប៉ុន្តែនៅក្នុងពេលដែលពួកគេបានលួចយក Scale Stone នោះស៊ីមូនៅមិនទាន់មានកម្លាំងនិងថាមពលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងត្បូងមួយនោះបាននៅឡើយបិសាចទឹកកកក៏សម្រេចចិត្តថានឹងកាត់ដៃម្ខាងរបស់ស៊ីមូដោយការកាត់ដៃមួយនេះគឺគ្រាន់តែបន្លំភ្នែករបស់អ្នកគ្រប់គ្នាពីការស្លាប់คล้ายៗរបស់ស៊ីមូតែប៉ុណ្ណោះចំណែកឯបៃនីក៏បានជួបជាមួយនឹងនរណាម្នាក់កំពុងតែដើរសម្ដៅមករកនាងហើយពេលដែលគេបានដោះក្រណាត់ឡើងតាមពិតទៅបុរសម្នាក់នោះគឺជាស៊ីមូដែលជាសិស្សច្បងរបស់នាងនោះឯងដែលគាត់មិនទាន់បានបាត់បង់ជីវិតនៅឡើយស៊ីមូក៏បាននិយាយថាវិហារបូរូមិនមានអ្វីពិសេសសម្រាប់ជីវិតរបស់យើងឡើយពេលដែលយើងបានឃើញឥទ្ធិពលបិសាចរបស់ឈីងមីងយើងក៏បានដឹងថាឥទ្ធិពលនៃកម្លាំងបិសាចមួយនោះមានទំហំវិសាលភាពខ្លាំងក្លាប៉ុណ្ណាអ្វីដែលយើងចង់បានគឺជាថាមពលនៃ Scale Stone នោះឯងស៊ីមូក៏បានឲ្យបិសាចរបស់គេសម្លាប់បៃនីនៅទីនោះតែម្ដងដោយថាមពលនៃត្បូងមួយនោះនៅពេលដែលបានចូលទៅក្នុងបេះដូងរបស់ស៊ីមូវាក៏បានផ្លាស់ប្ដូរធ្វើឲ្យស៊ីមូคล้ายទៅជាបិសាចយ៉ាងពេញលេញដោយដៃបិសាចរបស់គេក៏បានរីកធំដូចគ្នាផងដែរបន្ទាប់ពីទទួលបានថាមពលទាំងនោះហើយស៊ីមូក៏បានធ្វើដំណើរទៅកាន់អាណាចក្របិសាចរួចក៏ប្រើប្រាស់ថាមពលរបស់ខ្លួនដើម្បីគ្រប់គ្រងទៅលើពួកបិសាចទាំងអស់នៅក្នុងនោះផងដែរដោយគេមានបំណងថានឹងដឹកនាំក្រុមបិសាចទាំងអស់នោះទៅធ្វើការបះបោរជាមួយនឹងអាណាចក្ររបស់មនុស្សរីឯប៊ូយ៉ាជាមួយនឹងស៊ីងឡឺក៏បានប្រញាប់ចាក់ចេញពីផ្ទះក៏ព្រោះតែបិសាចរបស់ឈីងមីងក៏កំពុងតែដុតកំទេចទីកន្លែងរស់នៅរបស់ពួកគេចោលផងដែរក៏ព្រោះតែពួកគេបានគិតថាសង្គ្រាមរបស់ពួកបិសាចនឹងមកដល់ពេលឆាប់ៗនេះរយៈពេលជាច្រើនឆ្នាំមកហើយដែលពួកគេធ្វើការវឹកហាត់រៀនអំពីវិជ្ជាគុណទាំងអស់នោះដើម្បីតែថ្ងៃនេះឯងហើយមូលហេតុដែលពួកគេដុតជំរករបស់ខ្លួនចោលក៏ព្រោះតែពួកគេបានគិតថាបន្ទាប់ពីពួកគេចាក់ចែងនៅក្នុងការប្រយុទ្ធនៃសង្គ្រាមមួយនេះពួកគេមិនប្រកាសថាពួកគេអាចត្រឡប់មកមានជីវិតវិញនោះឡើយពួកគេក៏មានយ័ន្តម្នាក់មួយក្នុងការការពារពីការសណ្ដំនៃផ្សែងរបស់បិសាចនោះផងដែរឈីងមីងក៏បានចូលទៅកាន់អាណាចក្របិសាចដើម្បីរកស៊ីមូហើយនៅពេលដែលពួកគេបានជួបជាមួយនឹងគ្នាការប្រយុទ្ធក៏ត្រូវបានចាប់ផ្ដើមអស់រយៈពេលមួយសន្ទុះដោយសារតែសមត្ថភាពនិងយុទ្ធសាស្ត្ររបស់ឈីងមីងគេក៏អាចយកដាវធូសានចាក់ចូលទៅកាន់ស៊ីមូតែរឿងដែលនឹកស្មានមិនដល់រយៈពេលជាច្រើនឆ្នាំមកហើយ Scale Stone ក៏អាចបង្កើនថាមពលរបស់វាបានហេតុដូចនេះដាវធូសានក៏មិនអាចធ្វើអ្វី Scale Stone បាននោះឡើយបន្ទាប់ពីដាវមួយនោះត្រូវបានបំផ្លាញឈីងមីងក៏ត្រូវបានចាញ់ក្រោមដៃរបស់ស៊ីមូផងដែរស៊ីមូក៏បានចាក់សម្លាប់ត្រង់បេះដូងរបស់ឈីងមីងនៅចំពោះមុខពួកគេទៀតផងហើយព្រមទាំងបានទម្លាក់គាត់ចុះមកផ្នែកខាងក្រោមឈីងមីងដែលត្រូវទម្លាក់ទៅផ្នែកខាងក្រោមជ្រោះក៏ត្រូវបានបិសាចសៀងលាវនិយាយជាមួយគេដោយបន្លំខ្លួនធ្វើជាបៃនីសៀងលាវនៅតែចង់ឲ្យឈីងមីងជំនួសតំណែងរបស់ស៊ីមូនៅពេលដែលស៊ីមូបានចាក់ទម្លុះបេះដូងរបស់ឈីងមីងនោះវាគឺជាថាមពលមួយរវាង Scale Stone ជាមួយនឹងឈីងមីងដែលបានផ្សារភ្ជាប់គ្នាដែលធ្វើឲ្យឈីងមីងមិនអាចបាត់បង់ជីវិតនោះឡើយបើទោះបីជាស៊ីមូអាចយកត្បូងមួយនោះបានក៏ពិតមែនប៉ុន្តែគេមិនមានឈាមជ័រដូចជាឈីងមីងនោះឡើយហើយមានតែឈីងមីងម្នាក់ប៉ុណ្ណោះដែលអាចទទួលបានថាមពលដ៏ខ្លាំងក្លាពីត្បូងនៃ Scale Stone ព្រមទាំងសៀងលាវនោះឯងប៉ុន្តែឈីងមីងមិនបានយល់ព្រមធ្វើតាមអ្វីដែលសៀងលាវបាននិយាយនោះឡើយរហូតទាល់តែសៀងលាវបានបង្ហាញពីទិដ្ឋភាពគ្នារបស់ឈីងមីងដែលកំពុងតែជិតមានគ្រោះថ្នាក់រួមទាំងបៃនីឯណែវិញក៏ត្រូវបានបាត់បង់ជីវិតផងដែរនោះឈីងមីងក៏បានសម្រេចចិត្តទទួលយកសំណើមួយនោះឲ្យបៃនីត្រឡប់មករស់រានមានជីវិតសាជាថ្មីឡើងមកវិញចំណែកឯ Red Ghost គេក៏សុខចិត្តលះបង់ជីវិតដើម្បីកំទេចស្ពានមួយនោះដើម្បីបង្អាក់ដំណើរនៃសកម្មភាពរបស់បិសាចដែលព្យាយាមធ្វើដំណើរចូលមកកាន់ពិភពមនុស្សប៊ូយ៉ាក៏មានភាពសោកសៅផងដែរដែលគេបានបាត់បង់បិសាចដែលមានភាពជិតដិតជាមួយនឹងគេបំផុតទោះបីជាយ៉ាងនេះក៏ដោយស៊ីមូក៏បានយកដៃបិសាចរបស់ខ្លួនធ្វើជាស្ពានដើម្បីចម្លងបរិវាររបស់គេឲ្យឆ្លងកាត់ចូលមកតំបន់របស់មនុស្សប៉ុន្តែបន្ទាប់ពីនោះឈីងមីងក៏បានហោះចេញពីផ្នែកខាងក្រោមជាមួយនឹងថាមពលយ៉ាងខ្លាំងក្លាដោយសារតែថាមពលនិងភាពរហ័សនៃឈីងមីងដៃបិសាចមួយនោះមិនមែនជាដៃគូរបស់ឈីងមីងនោះឡើយគេក៏បានទម្លុះដៃមួយនោះហើយហោះសម្ដៅទៅកាន់ស៊ីមូដោយបានខ្វេះយក Scale Stone ចេញពីបេះដូងរបស់ស៊ីមូផងដែរចុងក្រោយស៊ីមូក៏ត្រូវបានរលាយคล้ายទៅជាផេះដោយសារតែទង្វើដែលគេបានធ្វើបន្ទាប់ពីបិសាចស៊ីមូបានស្លាប់បាត់បង់ជីវិតទៅបៃនីក៏បានដឹងខ្លួនពីការស្លាប់របស់នាងឡើងមកវិញ
ហើយចំហាយបិសាចដែលនៅពីពេញផ្ទៃមេឃក៏ត្រូវបានរលាយបាត់អស់បែរនេះក៏បានជួបជាមួយនឹងឈីងមីងដើម្បីឲ្យគេយក Scale Stone ត្រឡប់ទៅកាន់វិហារបូរូដើម្បីថែរក្សាដោយកាលពីមុនប៉ុន្តែឈីងមីងក៏បានប្រើប្រាស់ថាមពលរបស់ខ្លួនកំទេចត្បូងមួយនោះរហូតដល់បែកខ្ទេចខ្ទីអស់ហើយក៏ត្រៀមនឹងធ្វើដំណើរចូលទៅកាន់អាណាចក្របិសាចវិញស្របពេលនោះបៃនីក៏បាននិយាយថាពួកយើងបានសន្យាគ្នារួចទៅហើយថាត្រូវរស់គឺរស់នៅជាមួយគ្នាបើសិនជាស្លាប់ក៏ត្រូវតែស្លាប់ជាមួយគ្នាផងដែរចុះហេតុអ្វីពេលនេះបានជាអ្នកក្បត់ពាក្យសន្យាមិនព្រមបំពេញតាមអ្វីដែលខ្លួនធ្លាប់បាននិយាយស្រាប់តែពេលនោះឈីងមីងក៏បានដឹងថាតាមការពិតទៅបិសាចសៀងលាវបានប្រើប្រាស់ស៊ីមូដើម្បីឲ្យឈីងមីងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្លួនដើម្បីមកកាន់កាប់អាណាចក្រនៃបិសាចមួយនេះស៊ីងមីងក៏បានសូត្រអាគមបញ្ច្រាស់ដើម្បីបំផ្លាញខ្លួនឯងក៏ព្រោះតែការធ្វើបែបនេះវាគឺជាការបំផ្លាញសៀងលាវបានដូចគ្នាហើយគេក៏បានគំរាមទៅកាន់សៀងលាវថាបើសិនជាចង់ឲ្យខ្លួនរក្សាវិញ្ញាណបិសាចសៀងលាវឯងត្រូវតែយល់ព្រមហៅខ្លួនយើងថាជាយីងយ៉ាង Master បិសាចសៀងលាវដោយគ្មានជំរើសគេក៏បានសុកចិត្តហៅឈីងមីងថាជាយីងយ៉ាង Master ហើយឈីងមីងក៏បានលាអ្នកគ្រប់គ្នាដោយបានសន្យាថាសៀងលាវពេលនេះគឺបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ហើយដូច្នេះគាត់នឹងគ្រប់គ្រងដែនអាណាចក្របិសាចដោយមិនអនុញ្ញាតឲ្យពួកគេមកអុកលុកពិភពមនុស្សបន្តទៅទៀតនោះឡើយ